ជួនតាមសំណូមពររបស់បងប្អូនវីដេអូទាំង3ថ្ងៃពេញរបស់ទូកដែលមានឈ្មោះថាជំទាវស្រីម៉ៅហៅសុកសែនជ័យបាទនៅថ្ងៃទី1ជឿនទី1នេះជំទាវស្រីម៉ៅហៅសុកសែនជ័យជួបជាមួយនឹងស្រីស្រស់ស្ទឹងសែនខាងកំពង់ធំបងប្អូនខ្សែទឹកខាងក្នុងគឺជំទាវស្រីម៉ៅហៅសុកសែនជ័យរីឯខ្សែទឹកខាងក្រៅវិញគឺស្រីស្រស់ស្ទឹងសែនបាទស្រស់ដូចគ្នាបងប្អូនទូទាំងពីរនេះបាទឃើញថាស្រស់ដូចគ្នាឥឡូវយើងមើលទៅយើងឃើញថាខ្សែទឹកខាងក្នុងហាក់បីដូចជាលូតជាងបងប្អូនខ្សែទឹកខាងក្នុងគឺជំទាវស្រីម៉ៅហៅសុកសែនជ័យបាទហៅសុកឯហៅសុតបងប្អូនច្រឡំបាទរីឯខ្សែទឹកខាងក្រៅវិញគឺស្រីស្រស់ស្ទឹងសែនកំពង់ធំជាមួយនឹងរាជធានីភ្នំពេញបាទហើយជាជំទាវស្រីម៉ៅហៅសុតសែនជ័យហើយខ្សែទឹកខាងក្រៅនោះវិញគឺស្រីស្រស់ស្ទឹងសែនស្លាកលេខ200និង199បាទស្រីស្រស់ស្ទឹងសែនគោលបាញ់ល្បីរីឯហៅសុតជំទាវស្រីម៉ៅហៅសុតសែនជ័យបាទឥឡូវមកដល់ទីបាត់ហើយបងប្អូនបាទជ័យជំនះគឺបានទៅលើជំទាវស្រីម៉ៅហៅសុតសែនជ័យគូបញ្ជាក់ផងដែរថាជំទាវស្រីម៉ៅហៅសុតសែនជ័យជាទូស្ថិតនៅក្នុងវត្តចំការខ្សាច់បាទចំណែកគូទី100ឯណោះបាទយើងឃើញថាជំទាវស្រីម៉ៅមហៅសុតសែនជ័យបាទទទួលបានជ័យជំនះទាំងពីរជើងលើស្រីស្រស់ស្ទឹងសែនគូទី101ព្រះនេតទឹកហនុមានសែនជ័យទទួលបានជ័យជំនះទាំងពីរជើងទៅលើសវណ្ណមច្ឆាសង្វាមូពេជ្រចំណែកឯគូទី102អំបញ្ញមិញនេះលទ្ធផលបាទចុងក្រោយអំបញ្ញមិញនេះស្មើគ្នាទុកឲ្យគណៈកម្មការបច្ចេកទេសគូ103បាទលោកគង់ហ៊ុនបានជម្រាបជូនហើយស្រីស្រមានជ័យបារមីវត្តតាដួងបាទទទួលបានជ័យជំនះចំណែកគូទី104ឥឡូវយើងបន្តទស្សនាថ្ងៃទី2ជាបន្តទៀតរវាងជំទាវស្រីម៉ៅហៅសុតសែនជ័យជាមួយនឹងដៃគូប្រកួតរបស់ខ្លួនបាទគឺដៃគូប្រកួតរបស់ខ្លួនមានឈ្មោះថាស្រីសូបានជ័យបារមីវត្តតាដួងបាទនៅខាងព្រៃវែងខ្សែទឹកខាងក្រៅរែកខ្សែទឹកខាងក្នុងឯកសណ្ឋានពណ៌លឿងចុងច្រវាពណ៌សអ្នកបញ្ជាក្បាលទូកំពុងតែរំពេនពុនបាទគឺជំទាវស្រីម៉ៅហៅសុតសែនជ័យខ្សែទឹកខាងក្នុងឯកសណ្ឋានពណ៌លឿងជាមួយនឹងឯកសណ្ឋានពណ៌ក្រហមលាយគឺស្រីសូបានជ័យបារមីវត្តតាដួងខាងព្រៃវែងឥឡូវយើងឃើញថាខ្សែទឹកខាងក្នុងហាក់បីដូចជាកំពុងតែលូតហើយបងប្អូនបាទមើលទៅឃើញថាលូតជាងដៃគូប្រកួតរបស់ខ្លួនខ្សែទឹកខាងក្រៅដែលមានឈ្មោះថាស្រីសូបានជ័យបារមីវត្តតាដួងហើយបាទយ៉ាងណាយ៉ាងណីបងប្អូនឃើញថាលូតជាងហើយបាទឥឡូវមកដល់ទីបាត់ទៅហើយជ័យជំនះគឺបានទៅលើជំទាវស្រីម៉ៅហៅសុតសែនជ័យបាទគូបញ្ជាក់ផងដែរថាជំទាវស្រីម៉ៅហៅសុតសែនជ័យជាទូស្ថិតនៅក្នុងវត្តចំការខ្សាច់នៅក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញឥឡូវយើងបន្តទស្សនាថ្ងៃទី2ជើងទី2ជាបន្តទៀតបាទឃើញថាខ្សែទឹកខាងក្នុងគឺស្រីសូបានជ័យបារមីវត្តតាដួងខាងព្រៃវែងហាក់បីដូចជាកំពុងតែលូតហើយអូទួងបងប្អូនមួយវែងមួយខ្លីខុសគ្នាដាច់ឆ្ងាយណាបាទអើយឥឡូវយើងឃើញថាខ្សែទឹកខាងក្នុងទទួលបានជ័យជំនះវិញបាទមួយជើងម្នាក់បាទមួយជើងម្នាក់រវាងស្រីសូបានជ័យបារមីវត្តតាដួងជាមួយនឹងជំទាវស្រីម៉ៅហៅសុតសែនជ័យបាទមកថ្ងៃទី3ឯនេះវិញយើងឃើញថាជំទាវស្រីម៉ៅហៅសុតសែនជ័យដៃគូប្រកួតរបស់ខ្លួនឈរជើងបាទគឺមានឈ្មោះតែឯងទេក៏ប៉ុន្តែមកប្រកួតជាមួយនឹងទូកបាទគឺដៃគូផ្សេងប៉ុន្តែសម្រាប់ថ្ងៃទី3គឺអត់មានដៃគូទេបងប្អូនគឺឈរជើងបាទគឺមកតែឯងឥឡូវយើងទស្សនាទាំងអស់គ្នាតែម្ដងទៅបងប្អូនបាទជាមួយនឹងសម្រស់របស់រាជធានីភ្នំពេញនៃយើងបាទតាមផ្ទៃទន្លេសាបបាទមិនទន្លេមេគង្គទេបងប្អូននៅមុខវាំងហ្នឹងគឺហូរមកពីបឹងទន្លេសាបគេហៅថាទន្លេសាបបាទហើយសម្រាប់ខាងណាខាងណីបងប្អូនពី25ឈ្មោះគេទូ
យើងមើលបញ្ជីសិនបាទ225យើងមើលបញ្ជីសិនបងប្អូនបានដឹងថាឈ្មោះអីសំណុកអធិប្បាយទៅត្រូវឈ្មោះតែម្ដងបាទ225យើងរងចាំមើលតើយ៉ាងណាយ៉ាងណីដែរលទ្ធផលបាទលទ្ធផលយ៉ាងណាយ៉ាងណីយើងមើលស្លាក225គឺសង្ហាមានជ័យបងប្អូនសង្ហាមានជ័យបាទសង្ហាមានជ័យជួបជាមួយខាងណាបងប្អូនថ្ងៃទី3សង្ហាមានជ័យជួបជាមួយនឹងអគ្គិនេតសែនជ័យខាងត្បូងឃ្មុំបាទហើយដែលសង្ហាមានជ័យឯណោះវិញគឺ225បងប្អូននៅខាងព្រៃវែងជាមួយត្បូងឃ្មុំរីឯជំទាវស្រីម៉ៅហៅសុតសែនជ័យគឺឈរជើងទេបងប្អូនបាទឥឡូវយើងមើលរវាងឥឡូវលក្ខណៈថាជាលក្ខណៈចាប់ឆាយបងប្អូននេះគូចាប់មែនចង់និយាយថាចំណុះឬក៏ទូនឹងចាប់ឆាយប៉ុន្តែលក្ខណៈថាការប្រណាំងហ្នឹងគឺជាមួយនឹងហៅជំទាវស្រីម៉ៅហៅសុតសែនជ័យហ្នឹងគាត់អត់មានដៃគូទេបាទគឺឈរជើងដៃគូគាត់ហើយឯសង្ហាមានជ័យហ្នឹងគឺគូជាមួយនឹងអគ្គិនេតបាទអគ្គនេតសែនជ័យបាទអគ្គិនេតនៅខាងក្រោយបាទនេះសង្ហាមានជ័យបងប្អូននេះបាទឯសន្តានពណ៌លឿងបាទចុងច្រវាពណ៌ការ៉ុតហើយខ្សែទឹកខាងក្នុងឯនេះវិញគឺជំទាវស្រីម៉ៅហៅសុតសែនជ័យហើយបងប្អូនបាទនេះរីឯដៃគូរបស់សង្ហាមានជ័យឯនោះគឺនៅខាងក្រោយបងប្អូនគឺឈ្មោះថាអគ្គនេតសែនជ័យបាទអគ្គនេតសែនជ័យនៅខាងណាមិញខាងត្បូងឃ្មុំបាទនៅខាងត្បូងឃ្មុំឯនោះឥឡូវយើងរងចាំទស្សនាមើលតើយ៉ាងណាយ៉ាងណីដែរបាទតើជំទាវស្រីម៉ៅហៅសុតសែនជ័យហ្នឹងជាមួយនឹងបាទដៃគូផ្សេងរបស់ខ្លួនសង្ហាមានជ័យហ្នឹងតើយ៉ាងណាយ៉ាងណីដែរបាទយើងរងចាំទស្សនាទាំងអស់គ្នាមើលបងប្អូនទាំងអស់គ្នាបាទយ៉ាសង្ហាមែនបងប្អូនបាទមើលទៅសង្ហារបស់គេមែនបាទសង្ហាមែនហ្នឹងខាងព្រៃវែងបងប្អូនសង្ហាមានជ័យខាងព្រៃវែងបាទ225យ៉ាជំទាវស្រីម៉ៅហៅសុតសែនជ័យដៃគូឈរជើងសាកកម្លាំងជាមួយនឹងនេះមើលសាកកម្លាំងជាមួយនឹងសង្ហាមានជ័យមើលជំទាវស្រីម៉ៅហៅសុតសែនជ័យបងប្អូនបាទខាងភ្នំពេញឥឡូវលទ្ធផលគឺឈ្នះទាំង2ទូកសង្ហាមានជ័យគឺឈ្នះរីឯជំទាវស្រីម៉ៅហៅសុតសែនជ័យគឺឈ្នះបាទឥឡូវយើងឃើញទូកំពុងតែមកទៀតហើយបងប្អូននេះគឺថ្ងៃទី3បាទថ្ងៃទី3ជើងទី2បាទបង្ហើយហើយបងប្អូន199គឺជំទាវស្រីម៉ៅហៅសុតសែនជ័យបាទជំទាវស្រីម៉ៅហៅសុតសែនជ័យមកតែឯងទេពីព្រោះដៃគូគឺឈរជើងបាទយើងមើលសម្រស់ទូកបាទពណ៌សចុងច្រវាពណ៌សអ្នកបញ្ជាក្បាលទួងគាត់រំពេនពុនគឺស្រស់ស្អាតណាស់បងប្អូនបាទស្រស់ស្អាតនេះថ្នាក់ដឹកនាំរបស់ប្រជាជាតិកម្ពុជានៃយើងបងប្អូនបាទសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចមហាវរធិបតីបាទឥឡូវយើងឃើញថាមកហើយជំទាវស្រីម៉ៅហៅសុតសែនជ័យបាទគឺមកតែឯងដៃគូឈរជើងជាទូស្ថិតនៅក្នុងវត្តចំការខ្សាច់បាទសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញបាទរាជធានីភ្នំពេញឥឡូវយើងឃើញថាមកហើយគ្មានដៃគូប្រកួតទេស្រស់ស្អាតដែរបងប្អូនបាទមិនមែននេះណាស្រស់ស្អាតដែរបាទឥឡូវយើងឃើញថាមិនហើយបងប្អូនឃើញថាចិត្តដល់ទីហើយបាទចិត្តដល់ទីហើយស្រស់ស្អាតណាស់បងប្អូនណាឃើញគាត់រំពេនពុនគឺស្រស់ស្អាតមែនតើបាទ
លើឃើញថាមកដល់ទីបាត់ទៅហើយបាទជំទាវស្រីម៉ៅហៅសុតសែនជ័យបានមកដល់ទីផ្ដាច់ព្រាត់បាត់ទៅហើយបាទហើយវីដេអូនៃការប្រណាំងទូកបាទដែលមានឈ្មោះថាជំទាវស្រីម៉ៅហៅសុតសែនជ័យគឺបានដល់ទីបញ្ចប់ដែរបាទបងប្អូនបានដល់ទីបញ្ចប់ដែរហើយបងប្អូនដែលមិនទាន់បានចុចបាទ follow នៅ TikTok ក៏ដូចជា page របស់ខ្ញុំក៏សូមជួយ follow ផងបាទហើយមួយវិញទៀតបងប្អូនដែលមិនទាន់បានចុច subscribe នៅ channel YouTube របស់ខ្ញុំក៏សូមជួយចុច subscribe ផងដើម្បីបានជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូជូនពុកម៉ែបងប្អូនទស្សនាបាទហើយនេះដៃគូក្រោយឯងបងប្អូនដៃគូក្រោយគឺសង្ហាមានជ័យបងប្អូនណាសង្ហាមានជ័យដែលជើងទី1សាកកម្លាំងគ្នាជាមួយនឹងហៅសុតសែនជ័យបាទហៅសុតសែនជ័យជំទាវស្រីម៉ៅហៅសុតសែនជ័យច្រឡំតែឈ្មោះបងប្អូនបាទឥឡូវមកហើយសង្ហាមានជ័យបងប្អូនដៃគូរបស់គាត់អត់ឃើញព្រះអាគិនេតសែនជ័យអត់ឃើញដៃគូបាទដៃគូអត់ឃើញគឺមកតែឯងដែរដឹងព្រោះអត់ឃើញដៃគូសោះមើលទៅសម្រស់ស្រស់ស្អាតដែរបងប្អូនបាទសង្ហាមានជ័យសង្ហាមែនរូបរាងសង្ហាបងប្អូនបាទវាសង្ហាមែនបងប្អូនមិនសង្ហាលេងទេស័ក្តិសមជាមួយនឹងឈ្មោះស័ក្តិសមជាមួយនឹងល្បឿនស័ក្តិសមជាមួយនឹងសម្រស់របស់ខ្លួនបាទសង្ហាមានជ័យមកពីខាងព្រៃវែងបាទដៃគូរបស់ខ្លួនគឺអគ្គនេតសែនជ័យអគ្គនេតសែនជ័យអត់ឃើញទូកអគ្គនេតសែនជ័យឈ្មោះអំណាចអគ្គនេតសែនជ័យឈ្មោះអំណាចអគ្គនេតភ្នែកភ្លើងបាទនេះជាសម្រាប់សង្ហាមានជ័យបងប្អូនបាទមកហើយបាទហើយដៃគូរបស់ខ្លួនគឺបាត់ឈឹងអត់ឃើញទេមិនដឹងថាយ៉ាងណាយ៉ាងណីទេបងប្អូនបានដឹងមូលហេតុអីជួយប្រាប់ផងថាអគ្គនេតសែនជ័យយ៉ាងម៉េចបានអត់ឃើញសោះឬក៏កាមេរ៉ាគេចាប់អត់បានចាប់ឬក៏យ៉ាងម៉េចបងប្អូនមិនដឹងជួយប្រាប់ផងបាទហើយនៅរិនជាមួយនឹងដួងសូយ៉ាហើយវីដេអូបានដល់ទីបញ្ចប់ហើយបងប្អូនសូមកុំភ្លេចជួយចុច like subscribe channel YouTube របស់ខ្ញុំផងបាទសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា